អតីតអនាគតតែអ្វីដែលត្រូវធ្វើគឺយើងត្រូវធ្វើអំពីបច្ចុប្បន្ននេះទៅកុំចាំបាច់ដល់ថ្ងៃស្អែកសូមកុំឲ្យលក្ខណៈដ៏ល្អនេះកន្លងផុតទៅដោយមិនបានទទួលផលប្រយោជន៍នោះឡើយយ៉ាងហោចណាស់ក្នុងមួយថ្ងៃយើងត្រូវសាងសេចក្តីល្អយ៉ាងតិចឲ្យបានមួយដងដូចជាយើងជួយបង្រៀនខ្លួនឯងយើងសន្សំធ្វើយ៉ាងនេះរឿយៗនោះហើយជាផ្លូវមិនប្រមាថមិនធ្វេសប្រហែសយើងត្រូវដឹងហើយថាកិច្ចដែលយើងត្រូវធ្វើនៅមានច្រើនណាស់ទាំងកិលេសក៏យើងមិនទាន់លះដូច្នេះអ្នកចូលកុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ការដែលយើងខឹងស្អប់ការទុកតូចចិត្តនឹងរឿងអ្វីមួយគឺមកពីយើងខ្វះការសិក្សាដល់ជម្រៅចិត្តខ្វះបញ្ញាមិនទាន់ស្គាល់ហេតុបច្ច័យឲ្យបានច្បាស់លាស់នៅឡើយអ្នកដឹងហើយក៏នៅមិនបានប្រណិប័តធ្វើតាមក៏នៅតែមានបញ្ញាខ្ចីភាសានៅឡើយដោយសារតែមានការធွာប្រមាថនិងការធ្វេសប្រហែសនិងអស្មិមានអ្នកចំពោះការចេះដឹងរបស់ខ្លួនថាអញប្រសើរជាងអ្នកដទៃតាមការពិតអ្វីនៅលើលោកនេះធម៌មានអ្នករបស់មនុស្សមានច្រើនណាស់បើយើងលះបង់សេចក្តីរឹងត្អឹងមានអ្នកចំពោះខ្លួនឯងនិងអ្នកដទៃសេចក្តីសុខក៏រមែងជាប់តាមបកគោនោះដូចជាស្រមោលអន្ទោទៅតាមប្រាំង